star មួយនេះដោយប្រើ star tool shape builder tool ក៏ដូចជាការប្រើប្រាស់ effect មួយចំនួនជាដើមអញ្ចឹងសម្រាប់ការគូសជាដំបូងអ្នកនរគ្នាអាចគូស ellipse tool មុនក៏បានអញ្ចឹងខ្ញុំគូស ellipse tool មុននៃ ellipse tool តែខ្ញុំសូមឆេញវាជា stroke ហើយចំពោះ stroke ខ្ញុំសូមដាក់ពណ៌ខ្មៅបាទហើយយើងយកមួយមកបានហើយអញ្ចឹងខ្ញុំចាប់ដើមគូសខ្ញុំគូសវាឲ្យរៀងធំតិចមកអូខេឥឡូវខ្ញុំយកប៉ុណ្នេះបន្តមកទៀតយើងយក tool មួយទៀតដែលមានឈ្មោះថា star tool ដើម្បីគូសអញ្ចឹងខ្ញុំគូសចេញពីចំណុច center ក្តារខ្ញុំគូសវាឲ្យវាស្មើកែមរបស់ផ្កាយហ្នឹងជាមួយនឹងellipse យើងអាចមើលឲ្យស្មើទៅអាចselectវាសាកគូម្ដងទៀតបាទឲ្យវាស្មើចេះមកណាអូខេអញ្ចឹងជាហ៊ានបន្តទៀតអ្នកនរគ្នាអាចប្រើ pen tool បន្តទៀតអ្នកនរគ្នាអាចប្រើ pen tool ឬក៏ line tool អញ្ចឹងខ្ញុំសូមប្រើ line tool ខ្ញុំគូសភ្ជាប់វាបែបនេះគូសឲ្យភ្ជាប់ណាអ្នកនរគ្នាតែពេលបើសិនជាគូសបែបនេះគឺវាអត់ជាប់ទេអញ្ចឹងអ្នកនរគ្នា control សាត់មកហើយគូសវាឲ្យជាប់បែបនេះនេះបែបនេះបានជាប់គូសវាឲ្យជាប់ទម្រង់ចេះមកអូខេអញ្ចឹងអ្នកនរគ្នាអាចគូសតាមខ្ញុំមកគូសវាឲ្យជាប់គូសវាឲ្យជាប់ចេះមកចេញជាទម្រង់បែបនេះបន្តមកអ្នកនរគ្នាចាប់ផ្ដើមselect ទាំងអស់ហើយយើងចុច C ឲ្យជាប់យើងដោះ ellipse យើង select យកផ្កាយនេះអញ្ចឹងយើង select បានតែផ្កាយទេហើយយើងបើកកន្លែង swatch chain នេះមកប៉ុន្តែអ្នកនរគ្នាអត់ឃើញទេអាចចូលកន្លែង window ហើយបើកកន្លែងនេះមកហើយបន្ទាប់មកយើងយក shape builder tool នេះ shape builder tool អញ្ចឹងខ្ញុំចាប់ដើមចាក់ពណ៌វាអញ្ចឹងខ្ញុំចាក់ពណ៌នេះហើយអានេះពណ៌ខៀវបន្ទាប់មកពណ៌ក្រហមពណ៌លឿងពណ៌ទឹកក្រូចហើយចំពោះនេះពណ៌ស្វាយខ្ញុំអាចយកមួយនេះអញ្ចឹងបន្ទាប់ពីអ្នកនរគ្នាចាក់ហើយអ្នកនរគ្នា select ទាំងអស់ដូចមុនហើយយើងដោះellipse tool ចាស់ ellipse tool ហើយយើងសល់ select ផ្កាយអញ្ចឹងយើងចូលទៅកាន់ edit ហើយខ្ញុំយកពាក្យ copy ហើយខ្ញុំយកពាក្យ path front sorry ខ្ញុំយកពាក្យ path front អញ្ចឹងបន្ទាប់ពី path front ហើយអ្នកនរគ្នាមើលកន្លែង property យើងរកពាក្យ path definer ហើយយើងចុច click លើមួយនេះមួយនេះដើម្បីឲ្យវាមើលចូលគ្នាអញ្ចឹងបន្ទាប់ពីមើលចូលគ្នាហើយអ្នកនរគ្នាអាចចូលកន្លែង opacity ចូលកន្លែងខាងលើនេះក៏បានខាងក្រោមនេះក៏បានគឺពាក្យ opacity ពាក្យបន្ទាប់ពីអ្នកនរគ្នាមើលហើយអ្នកនរគ្នាអាចមើលកន្លែងនេះអញ្ចឹងខ្ញុំសូមបិទ stroke សិនហើយយើងចូល opacity កន្លែងនេះមានកន្លែងលើនេះក៏មានដែរយើងចូល opacity អ្នកនរគ្នាអាច select មើលកន្លែងនេះយកពាក្យ screen នេះមកឬក៏ហើយកន្លែង opacity នេះខ្ញុំតម្លាក់មកត្រឹម40អីទៅអញ្ចឹងកន្លែងខ្ញុំសូមទាញបន្តិចអូខេអញ្ចឹងខ្ញុំសូមថយ stroke បន្តិចហើយ stroke នេះខ្ញុំសូមយក change យកនេះមកអូខេយើងមកដាក់ចូលវិញដើម្បីឲ្យមើលផ្កាយយើងដូចមានពន្លឺអញ្ចឹងណាបាទអញ្ចឹងជាហ៊ានបន្តទៀតយើងចាប់ដើមចូលទៅកាន់នេះអានកាញ់នេះអញ្ចឹងសម្រាប់កាញ់ហ្នឹង
វាមានពណ៌ផ្សេងគ្នាអញ្ចឹងយើងអាច select ទៅលើ ellipse នេះហើយយើងប្រើ tool មួយនេះ tool កត្រៃនេះយើងចាប់ផ្ដើមកាត់វាយើងកាត់នេះមួយអូខេខ្ញុំកាត់នេះមួយទៀតហើយខ្ញុំកាត់នៅខាងនេះមួយទៀតខ្ញុំកាត់នៅខាងនេះមួយទៀតអូខេខ្ញុំកាត់នៅខាងនេះមួយខ្ញុំសូម select វាចំយើង select ចឹងហើយយើងប្រើ tool កត្រៃនេះអូខេអញ្ចឹង line នេះខ្ញុំសូម select ម្ដងទៀតនេះខ្ញុំចង់កាត់ line នេះមួយដែរអញ្ចឹងខ្ញុំប្រើ tool កត្រៃមកអូខេបន្ទាប់ពីអ្នកនរគ្នាកាត់វាហើយយើងចាប់ផ្ដើមខ្ញុំ change stroke វាមួយសិនខ្ញុំ change ទៅពណ៌ទឹកក្រូចហើយខាងនេះខ្ញុំដាក់ពណ៌ក្រហមហើយសម្រាប់កន្លែងនេះខ្ញុំយកពណ៌លឿងយកពណ៌លឿងនេះមកហើយកន្លែងនេះខ្ញុំយកពណ៌បៃតងនិងកន្លែងនេះខ្ញុំយកពណ៌ខៀវវាsorry យកពណ៌ខៀវនេះបាទអញ្ចឹងចាប់ផ្ដើមធ្វើវាកាញ់ដល់យើង select វាមួយ យើងចាប់ផ្ដើមធ្វើវាកាញ់ដល់យើង select លើមួយផ្នែកវាមកហើយយើងចូលទៅកាន់ effect យើងយក transform ហើយយកវារហ័សយើងចាប់ផ្ដើមទាញវាមកទាញខាងនេះទៀតឡើងយកសាក់យក 8% ទៅកន្លែងនេះខ្ញុំទាញវាច្រើននេះ smooth អូខេយកជាមកយកទៅ10មកហើយនេះយក80ចុចអូខេហើយកន្លែងនេះយើងចូលទៅកាន់ effect ដែរយើងដាក់វា file យកមកទៅអូខេហើយកន្លែងនេះខ្ញុំ select មកខ្ញុំចូល effect ខ្ញុំ apply រហ័សនេះដូចគ្នាមកអូខេអញ្ចឹងកន្លែងនេះខ្ញុំចូល effect ខ្ញុំ apply ដូចគ្នាពណ៌ក្រហមនេះខ្ញុំចូល effect apply ដូចគ្នាអញ្ចឹងវាអត់បានតម្រង់ដូចរបស់គេទេយើងត្រូវតែបើកកន្លែង apparent ហើយយើង copy ខ្ញុំ copy មួយមកហើយយើងចុច L រហ័សនេះយើងបន្ថយវាបន្ថយវានៅសល់ធំប៉ុណ្ណេះមកហើយកន្លែងនេះបន្ថយដែរយក 6% ហើយយកចំនួន 6 ដែរមកចឹងកន្លែងនេះយកពីគ្នាខ្ញុំមកបូកមកហើយខ្ញុំចុចវាខ្ញុំយកអានេះ 6 អានេះ 6 អូខេចឹងបន្តមកទៀតកន្លែងនេះខ្ញុំបូកដូចគ្នាមកហើយ sorry ខ្ញុំបូកដូចគ្នាហើយខ្ញុំ click ខ្ញុំយកវា 6 អានេះ 6ខ្ញុំចុចអូខេហើយកន្លែងនេះក៏ដូចគ្នាដែរខ្ញុំបូកវាមួយដែរចឹងយើងចាប់តាមបូកវាឲ្យបានគ្រប់ទាំងអស់ទៅ6 អូខេចឹងករណីថាគ្នាយើងចង់បានបានដូចរបស់គេចឹងអ្នកនរគ្នាអាចព្យាយាមសេរីកន្លែង effect
ព្យាយាមស្រែកន្លែ effect នេះកន្លែរហ័សអាចទាញវាទូចឬក៏តាមការចាក់ស្ដែងអញ្ចឹង80មកចាំមកយ៉ាងយកថយបន្តិចដាក់ត្រឹម 5% ទៅឲ្យវារៀងច្រើនអញ្ចឹងណាអ្នកនរគ្នាអាចព្យាយាមស្រែមកដើម្បីឲ្យបានទម្រង់បានដូចរបស់គេចេះអញ្ចឹងសម្រាប់វីដេអូយើងមានតែប៉ុណ្ណឹងទេអរគុណច្រើនអ្នកនរគ្នា